សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ការវិភាគសាច់គ្រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី21ទាំងអស់គ្នាមុននឹងចូលដល់ការវិភាគសាច់គ្រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី21យើងមកមើលចុងសាច់គ្រឿងភាគទី20ទាំងអស់គ្នាណាបងប្អូននៅចុងសាច់គ្រឿងភាគទី20នេះផងដែរគឺថាបើដែលជាគ្នារបស់បងឆាយនិងចាជីបានចាប់ចម្រិតចែម៉ាលីតែយើងក៏មិនដឹងថាគេចាប់យកចែម៉ាលីក៏ធ្វើអីទៅរឿងនឹងក៏បានអត្រឹមនឹងតែម្ដងអញ្ចឹងភាគក្រោយតើចែម៉ាលីនឹងទៅជាយ៉ាងណាទៅណោះតើលោកវិតមកជួយចែម៉ាលីទាន់ដែរឬអត់លោកវិតគាត់ក៏ចង់ជូនចែម៉ាលីទៅយកលេស្នេហ៍ឲ្យភ្ញៀវដែរប៉ុន្តែដោយសារតែក្រុមបង្ឆាយនឹងបានកុហកថាយាយរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគាត់ជាចៅគាត់ត្រូវទៅមើលយាយដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍នោះឯងនេះហើយជាហេតុធ្វើឲ្យគេចាប់ចែម៉ាលីបានតើគេក៏នឹងទៅជាយ៉ាងណាទៅណោះចំពោះក្រុមបង្ឆាយនិងចាជីនេះវិញតើបង្ឆាយអាចមានលុយចំនួន$50,000គ្រប់សម្រាប់យកឲ្យប៉ាចាជីដែរឬទេអ្នកទាំងអស់គ្នាបើតាមសាច់រឿងវិញគឺថាចាជីមានការសោកប៉ាន់ទៅលើជាមួយនឹងបង្ឆាយដែលឲ្យលុយបង្ឆាយ$50,000នោះប៉ុន្តែបង្ឆាយទាមទារ$20,000សម្រាប់ឲ្យអាប៊ឺតចាយដូចគ្នាដែរតែយើងមិនដឹងថាគាត់យកទៅធ្វើអ្វីទេអ្នកគ្នា$20,000នោះអញ្ចឹងយើងមានទៅរងចាំទស្សនាភាគទី21ទាំងអស់គ្នាទេណាអ្នកទាំងអស់គ្នាសូមអរគុណអ្នកគ្នាសម្រាប់ការទស្សនាសូមអរគុណនិងសូមជម្រាបលា